បងប្អូនឥឡូវនេះខ្ញុំបានមកជួបបងស្រីដែលជាម្ដាយបាទយ៉ាងកំសត់ដែលគាត់បានយកកូនទៅផ្ញើនៅលោកឥឡូវនេះចង់ដឹងឥឡូវនេះកូនគាត់ព្រមនៅជាមួយលោកឬក៏យ៉ាងម៉េចមិននៅជាមួយម្ដាយទៀតឬក៏ម៉េចហើយសូមឲ្យបងប្អូនជួយគាត់ផងគាត់កំសត់ណាស់ជីវិតគាត់ឥឡូវនេះបងខ្ញុំចង់សួរបងបន្តិចបញ្ហាអីបានបងយកកូនទៅផ្ញើនៅប្រសង់ទី1បញ្ហាខ្ញុំពិការខ្ញុំមិនបានអប់រំកូនដល់ទី2ខ្ញុំជីវភាពខ្ញុំខ្វះខាតដល់ទី3ខ្ញុំទៅធ្វើការយកលុយធ្វើផ្ទះអញ្ចឹងចាខ្វះខាតខ្វះបងជួយអត់អីបងតាមសម្រួលចោះខ្វះខាតអាលីងមកក៏មិនបងថ្ងៃនោះខ្ញុំនៅសល់1000ឲ្យកូន500ខ្ញុំ500ទៅក្នុងខ្លួន1000ខ្មែរឬ1000ដុល្លារ1000ខ្មែរចាឥឡូវកូនព្រមនៅជាមួយប្រសង់ឬក៏មិនព្រមនៅកូនថាបួសកុំឲ្យម៉ែជាតិក្រោយដូចជាតិនឹងទៀតឥឡូវកូនបានរៀនបានអីណាប្រសង់គាត់ព្រមទទួលហើយប្រសង់ឲ្យកូនបងរៀនណាចាគាត់ជួយលោកគ្រូគាត់ជួយ live វីដេអូឲ្យបងប្អូនដឹងចាជីវភាពបងពាក់ព័ន្ធគ្រួសារបងជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀបណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវែលតែមកតែឃើញប្លែកហ្មងណាសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដល់មកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងណាយ៉ាងម៉េចតែបងមានប្តីមានអីមានប្តីត្រឹមត្រូវតែប្តីខ្ញុំជក់ថ្នាំហើយពេលខ្ញុំគុនខ្សែមើលខ្ញុំឯងដើរចោលខ្ញុំមិនឆ្អិនទឹកឆ្អិនភ្លើងណាពិបាកបេទនីម្នាក់ឯងដែរឥឡូវប្តីបងចាក់ចេញពីបងហើយចាញ់គេយកប្រពន្ធតាំងពីកូនខ្ញុំបានមកខួបកន្លះគេយកប្រពន្ធក្រោយហ្នឹងខាងផ្លាកសម្រងហើយបងពីការតាំងពីកំណើតមកតាំងពីកំណើតដៃខ្ញុំមានពោះខ្ញុំបាន9ខែគាត់ធ្លាក់លេខអត់ចដាទៅធ្លាក់ឈាមខ្ញុំកើតមកអញ្ចឹងមកទៅជីវិតបងលំបាកយ៉ាងម៉េចខ្លះបងលំបាកខ្ញុំបងរៀបរាប់តិចមើលតាំងពីបងមានប្តីមានកូនមកបញ្ចឹមកូនបន្តពីនេះបងឆ្លងកាត់អីខ្លះឆ្លងកាត់ពិបាកគ្រប់បែបយ៉ាងដើរបេះលឹកបាសថ្ងៃណាអត់លឹកបាសលុយជួនកាលអត់ឲ្យកូនបានទៅរៀនទេចាបងដាក់បេះលឹកបាសនៅណាវិញបេះលឹកបាសតាមវិជ្ជាអាមេរិកគេតាមលបងតាមអីហ្នឹងតាមបន្លាយតាមអីហើយលក់បានមួយថ្ងៃបានប៉ុន្មាន1គីឡូជួនកាលបាន1គីឡូជួនកាលបានច្រើនទៅបាន6000នេះទៅហើយ6000នេះយកមកធ្វើអីខ្លះបងទិញម្ហូបឲ្យកូនរៀនទិញសាប៊ូដោះចានទិញអីថ្ងៃណាមានលុយទៅទិញអានេះតិចអានោះតិចទៅចាំមានថ្ងៃណាមួយយើងបេះអត់បានដាច់លុយដាច់បាយដាច់កអីអត់ទេខ្ញុំត្រូវទៅព្យាយាមបេះទៅបានឲ្យកូនអញ្ចឹងចាយើងមានកម្លាំងតាំងចិត្តមួយគឺដើម្បីកូនណាឥឡូវបងដេកគិតហ្នឹងគឺយើងតល់អស់លីងមកបានសម្រាប់ចិត្តយកកូនទៅផ្ញើនៅប្រសងលីងមកខ្ញុំមិនមានអីផងដបូលខ្ញុំបើមិនភ្លៀងម្ដងប៉ាងទៅឲ្យកូនទៀតខ្ញុំផ្លែទទួលស្កត់កូនខ្ញុំអញ្ចឹងចាដើម្បីកូនទៅបីរាងកាយយើងយ៉ាងម៉េចក៏ដោយណាចាឥឡូវនេះគឺកូនលទ្ធផលគឺគាត់សម្រេចចិត្តថាគាត់នៅជាមួយប្រសងហើយក៏ប្រសងក៏គាត់ព្រមទទួលព្រះអង្គគាត់ព្រមទទួលចាខ្ញុំអរគុណលោកគ្រូធំនវធម្មយុទ្ធខ្ញុំគ្មានអីសងកូនគាត់ដូចមានតែកូនចាអើយបងឥឡូវបងនៅនឹងម្នាក់ឯងចាបងនៅនេះម្នាក់ឯងចាស់តិចក៏ខ្ញុំទៅសុំសិលអញ្ចឹងចាអូបងយកប្តីហើយអញ្ចឹងណាចាយើងទៅឲ្យកូនគាត់បានសុខគាត់បានរៀនបានសូត្រណាឲ្យបានកូនបានសុខទៅម៉ែក៏សុខដែរតែពេលនៅនេះម្នាក់ឯងចាស់តិចទៅសុំសិលដែរចារៀនធម៌រៀនអាហើយយើងអញ្ចឹងតែយើងឃើញលោកអត់ច្បាស់ធម៌ច្បាស់អាឥឡូវនេះជាដំបូងនេះអាបានឲ្យចូលរៀនសាលាឯកជនសាលា Bradford នោះគឺពេលយប់ម៉ោង6:15 នាទីរហូតដល់ម៉ោង8យប់ដែរហើយជូនគាត់ទៅរៀននៅសាលាបឋមសិក្សាបន្តទៀតដែរយើងឲ្យគាត់រៀនពេលថ្ងៃផងហើយនៅពេលយប់ផងណាដើម្បីឲ្យគាត់បានទទួលចំណេះដឹងទៅណា
ចុះចំពោះការស្នាក់នៅរបស់គាត់វិញតើគាត់ស្នាក់នៅវត្តឬគាត់ស្នាក់នៅជាមួយម្ដាយគាត់កូន ចំពោះការស្នាក់នៅគឺគាត់ត្រូវទៅនៅវត្តស្នាក់នៅវត្តណា គាត់ស្នាក់នៅវត្តរហូតមកនេះកូន dân bọn là sẽ lại đầu một là hồn គាត់ស្នាក់នៅវត្តក្នុងនាមជាកូនសិស្សលោកឬគាត់ស្នាក់នៅជាបួសជាព្រះសង្ឃ ឥឡូវហ្នឹងយើងឲ្យគាត់រៀនសិនហើយឲ្យគាត់រៀនបានឲ្យចេះអានអក្សរចេះអីហើយបើមានឱកាសពេលវេលាដែលអាចគាត់អាចមានពេលទៅនេះយើងឲ្យគាត់រៀនអក្សរបល័យអីឬមួយក៏ថាធម៌បួសបើសិនជាគាត់ចង់បួសហ្នឹងយើងឲ្យគាត់បួសតាមតម្រូវចិត្តឲ្យគាត់ចង់បាន អូទៅអាហ្នឹងយើងសួរពីផ្លូវចិត្តគាត់វិញណាបងណា យើងមិនបខំចិត្តគាត់ទេបើគាត់ថាគាត់ឯកភាពថាគាត់ចង់បួសហើយនឹងអាណាព្យាបាលដូចប្អូនស្រីគាត់ចង់ឲ្យកូនគាត់បួសហ្នឹងយើងតាមចិត្តដែលគាត់ចង់បានណា ចឹងជាពាក់គេមកលៀនទៀតខ្ញុំសុំបន្ថែមទៀតហ្មងអញ្ចឹងខ្ញុំសុំបងប្អូនឲ្យសុំ fan ខ្ញុំឲ្យហ្មងទៅអ្នកតិចទៀតទៅបងប្អូនឲ្យគាត់តែជាពាក់គេមកលៀនទៀតទៅឲ្យអសងអាមកលៀនហ្នឹងឲ្យហើយបដ ாய் ទៅ ចា ណា ចា តាមរយៈវីដេអូរបស់ខ្ញុំហើយតាមរយៈបាទតាមលោកបងទៅខ្ញុំដាក់ QR លោកបងនៅខាងក្រោមនៅ comment ហ្នឹងអញ្ចឹងបងប្អូនចង់ជួយអីគឺជួយតាមរយៈ QR របស់គុណម្ចាស់បាទហើយនេះលោកពូមេភូមិហ៎ អូបាទរវល់លោកពូខ្ញុំតាំងយប់ព្រោះខ្ញុំមកពីពេញមកដល់នេះតាំងយប់លោកពូបាទผมឃើញលោកពូនៅក្នុងវីដេអូដែរបាទលោកពូហើយជាមួយនឹងកូនម្ចាស់គឺគាត់បានចាត់ចែងទៅមិនស្រួលឲ្យបងស្រីគាត់មានផ្ទះមានអីនៅស្រួលបួលហើយចំពោះកូនគឺគាត់បានទៅសិក្សាបាននៅវត្តហើយលោកពូណោះបាទហ្នឹងហើយបានពូមេភូមិក៏យកចិត្តទុកដាក់បាទជួយដល់បងស្រីដែរ បាទចឹងក៏អរគុណលោកពូខ្លាំងមែនតើលោកពូមានអីនិយាយទៅកាន់បងប្អូនមហាជននេះពាក់ព័ន្ធនឹងជុំវិញនឹងវីដេអូហ្នឹងលោកពូអរគុណដល់បងប្អូនយើងនេះ បាទខ្ញុំអរគុណច្រើនណាស់ដែលបានបងប្អូនជួយឧបត្ថម្ភព្រោះគាត់នឹងពិបាកពិតប្រាកដមែនបាទជាក់ស្ដែងដូចខ្ញុំនឹងខ្ញុំក៏បានប្រាប់គាត់ថាបើសិនជាអត់មានលទ្ធភាពទេមានតែយកកូនទៅផ្ញើក្នុងវត្តទៅអញ្ចឹងក៏គាត់ធ្វើតាមនឹងអញ្ចឹង ឥឡូវនេះក៏បានដូចចិត្តហើយដែរឥឡូវបានតែកូនគាត់ជួយបាទគាត់ជួយណាជួយមិនត្រឹមតែជួយឲ្យកូនស្នាក់នៅក្នុងហើយជួយបង្រៀនកូនរៀនអីទៀតទេហើយថែមទាំងជួយធ្វើផ្ទះឲ្យទៀតបាទអរគុណហើយក៏អរគុណដល់បងប្អូនសប្បុរសជនទាំងអស់បាទដែលបានជួយបាទតិចក្រីច្រើនក្តីបាទសូមបានមានបានផលទាំងអស់គ្នាបាទសូមអរគុណបងមានអរគុណទៅកាន់មហាជននេះបង ខ្ញុំអរគុណច្រើនខ្ញុំគ្មានអ្វីសងខ្ញុំមានតែរៀបដៃ10សូមឲ្យ អ្នកឧបត្ថម្ភខ្ញុំសុខសប្បាយទាំងអស់គ្នាខ្ញុំគ្មានពាក្យអីត្រូវច្រើននេះគឺខ្ញុំបាននិយាយ អរគុណច្រើនបាទ